ខ្ញុំកណាសូមក្រាបថ្វាយបង្គំប្រតិរាប្រតិរៈគ្រប់ព្រះអង្គជាទីគោរពសក្ការៈសូមគោរពជំរាបសួរប្រិយមិត្តទាំងអស់ជាទីមេត្រីថ្ងៃនេះខ្ញុំសូមលើកយកពាក្យស្គាល់ខ្លួនឯងមកជម្រាបជូនយើងតែងឮគេនិយាយថាគាត់នោះមិនស្គាល់ខ្លួនឯងគាត់នេះជាអ្នកមិនដឹងខ្លួនជាអ្នកស្គាល់ខ្លួនឯងជាដើមឡាពាក្យទាំងអស់នេះស្ដាប់ទៅងាយស្រួលប៉ុន្តែមានអត្ថន័យជ្រៅជ្រះណាស់តាមព្រះពុទ្ធសាសនាពាក្យថាស្គាល់ខ្លួនឯងឬក៏ជាអ្នកដឹងខ្លួននេះមាន6ពាក្យដែលសំខាន់ហើយពាក្យទាំងអស់នេះត្រូវតែយកកញ្ចក់ឬក៏ម៉ាស៊ីនមកឆ្លុះបញ្ចាំងនៅពាក្យនីមួយពាក្យទី1គឺសទ្ធាពាក្យទី2គឺសិលពាក្យទី3គឺសុត្តៈពាក្យទី4គឺចាគៈពាក្យទី5បញ្ញានិងពាក្យទី6ចុងក្រោយគឺបដិភិនៈនៅក្នុងពាក្យទី1នេះខ្ញុំបាទលើកយកតែពាក្យសទ្ធាមួយប៉ុណ្ណោះមកជម្រាបជូនបុគ្គលដែលមានសទ្ធាគឺបុគ្គលដែលជឿលើបុណ្យជឿលើបាបមានជំនឿប្រកបដោយហេតុផលជាបុគ្គលដែលជឿលើសច្ចភាពមានសេចក្តីជឿលើកម្មនិងជឿលើផលនៃកម្មដូច្នេះហើយដើម្បីស្គាល់ខ្លួនឯងយើងត្រូវយកកញ្ចក់ទី1ឬក៏យកម៉ាស៊ីនដែលល្អជាងគេបំផុតទី1មកឆ្លុះបញ្ចាំងស្រាវជ្រាវពិនិត្យនៅក្នុងខ្លួនឯងថាខ្លួនយើងជាមនុស្សដែលមានសទ្ធាឬអត់បើជាមនុស្សមានសទ្ធាគឺជាមនុស្សដែលជឿលើបុណ្យបាបជឿលើថាធ្វើបុណ្យបានសុខធ្វើបាបបានទុក្ខជាដើមដែលខុសពីអ្នកខ្លះតែងតែនិយាយដោយចំអកថាធ្វើល្អបានល្អធ្វើអាក្រក់បានលុយធ្វើបុណ្យបានបុណ្យហើយធ្វើបាបបានលុយជាដើមឡាការនិយាយឬក៏ជំនឿបែបនេះបញ្ជាក់ថាបុគ្គលនោះអត់មានសទ្ធាតតែសោះបើអ្នកដែលមានសទ្ធាវិញគឺគេជឿថាធ្វើទានបានបុណ្យមេត្តាបិតាមានគុណត្រូវមានកតញ្ញូកតវេទីត្រូវចេះដឹងគុណតបស្នងសងគុណជាដើមឡាធ្វើអំពើល្អបានសុខធ្វើអំពើអាក្រក់បានជាទុក្ខទាំងអស់នេះហៅថាបុគ្គលដែលមានសទ្ធាដូច្នេះហើយដើម្បីស្គាល់ខ្លួនឯងជាដំបូងបំផុតត្រូវដាក់ម៉ាស៊ីនពិសេសមិនមែនម៉ាស៊ីនដើម្បីឆ្លុះរាងកាយដូចម៉ាស៊ីនscan ឬ MRI ធម្មតានោះទេគឺជាម៉ាស៊ីនមួយយ៉ាងដែលយកមកឆ្លុះត្រួតពិនិត្យស្រាវជ្រាវខ្លួនឯងថាខ្លួនឯងជាបុគ្គលប្រកបដោយសទ្ធាឬអត់បើឆ្លុះទៅឃើញថាបុគ្គលខ្លួនឯងនេះជាបុគ្គលដែលមានសទ្ធាហើយយើងតោងតែពង្រឹងនិងពង្រីកសទ្ធាឲ្យកាន់តែល្អថែមទៀតឲ្យកាន់តែរឹងមាំថែមទៀតក៏ប៉ុន្តែបើរកឃើញថាខ្លួនឯងជាបុគ្គលដែលមិនប្រកបដោយសទ្ធានោះក៏ត្រូវតែស្ទុះស្ទាបញ្ញាត្រូវអប់រំចិត្តឲ្យមានសទ្ធាភ្លាមពីព្រោះសទ្ធាសំខាន់ណាស់សទ្ធាជាចំណុចចាប់ផ្ដើមមួយយ៉ាងសំខាន់នៅក្នុងជីវិតបុគ្គលម្នាក់បុគ្គលម្នាក់ទទួលបានជោគជ័យបុគ្គលម្នាក់ទទួលនៅបរាជ័យបានសុខបានទុក្ខមានភាពមហន្តរាយដល់ខ្លួនដល់គ្រួសារខ្លួនក៏ដោយសារតែចំណុចចាប់ផ្ដើមពីសទ្ធានេះឯងដូច្នេះសទ្ធានេះគឺមានសារៈសំខាន់ណាស់សម្រាប់ជីវិតម្នាក់ដូច្នេះដើម្បីឲ្យស្គាល់ខ្លួនឯងត្រូវស្គាល់ថាខ្លួនឯងមានសទ្ធាឬជាបុគ្គលដែលអត់មានសទ្ធាសូមអរព្រគុណនិងសូមអរគុណ